ថ្ងៃនេះជាថ្ងៃប្រហោះណា8រោចខែទុតិយស័កត្រូវថ្ងៃទី6ខែសីហាពុទ្ធសករាជ2570ហើយក្នុងសិលនេះក៏ដូចសពដងណាបន្តអំពីការចម្រើននៅអានាបានសតិកិច្ចដែលបរិស័ទក៏បីធ្វើការស្ដាប់ធម៌ព្រោះព្រះរាមាភិព្រះអង្គណែនាំឲ្យបរិស័ទនៅក្នុងសាសនានេះការបើមានការជួបជុំគ្នាឲ្យប្រារព្ធនៅកិច្ចពីរយ៉ាងមួយធម្មិកថាការពោលធម៌មួយទៀតក៏គឺភាពស្ងប់ស្ងាត់ដល់ប្រសើរអង្គុយយ៉ាងស្ងប់ស្ងាត់ដូចជាព្រះអរិយៈចឹងតទៅនេះក៏នឹងឲ្យញាតិញោមបានស្ដាប់នៅពាក្យរបស់ព្រះសាស្តាដែលព្រះមេភិព្រះអង្គបានសម្ដែងទុកជាឱកាសដែលសមណៈបានបំពេញនៅតួនាទីរបស់ខ្លួនផងព្រោះថាការបើកលបុត្របានបំពេញនៅឋានៈ5យ៉ាងជាមួយនឹងសាវនៈព្រាហ្មណ៍ដែលជាទីខាងលើក៏គឺមេត្តាកាយកម្មមេត្តាវចីកម្មមេត្តាមនោកម្មណាជាអ្នកមិនបិទទ្វារផ្ទះឲ្យណាមិស័កហើយសមណៈព្រាហ្មណ៍ដែលជាទីខាងលើក៏តែងតែធ្វើតវិញដោយស្ថាន6យ៉ាងណា6យ៉ាងទី1ក៏គឺយ៉ាងកលបុត្រនោះឲ្យចេញចាកអំពើអាក្រក់ឲ្យតាំងក្នុងសេចក្តីល្អអនុគ្រោះដោយចិត្តដ៏ល្អឲ្យស្ដាប់នៅអ្វីដែលមិនធ្លាប់បានស្ដាប់អ្វីដែលធ្លាប់ស្ដាប់ហើយអត់តន់ជ្រះស្រឡះក៏នឹងជួយបញ្យល់ឲ្យកាន់តែច្បាស់ឡើងហើយប្រាប់ផ្លូវសួគ៌បរិស័ទនៅក្នុងសាសនានេះបានស្ដាប់ធម៌ណាហើយការសេចក្តីជ្រះថ្លាក្នុងធម្មវិន័យរបស់ព្រះសាស្តាក៏ប្រកាសខ្លួនជាឧបាសកឧបាសិកាដោយដល់នៅព្រះពុទ្ធជាទីពឹងដល់នៅព្រះធម៌ជាទីពឹងដល់នៅព្រះសង្ឃជាទីពឹងឈ្មោះថាជាឧបាសកឬជាឧបាសិកាក្នុងពុទ្ធសាសនាដល់នៅប្រតនត្រ័យជាទីពឹងរួចរាល់ហើយក៏ជាអ្នកវាចាកនៅការសម្លាប់សត្វណាបណ្ណតិបាតវាចាកការកាន់យកនៅវត្ថុដែលគេមិនបានឲ្យអតនេទានវាចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយការមេសុមិច្ឆាចារវាចាកការពោលពាក្យកុហកមុសាវាចាកការផឹកនៅទឹកស្រវឹងគឺសុរានិងមេរ័យដែលជាហេតុជាទីតាំងនៃសេចក្តីប្រមាទឧបាសកឧបាសិកាអ្នកប្រកបដោយសិក្ខាបទ5យ៉ាងនេះឈ្មោះថាជាឧបាសកឧបាសិកាអ្នកមានសិលហើយបានទីព្រះសាស្តាព្រះអង្គណែនាំឲ្យឧបាសកឧបាសិកាមានសិលលះបង់ការប្រព្រឹត្តខុសដោយកាយហើយដោយវាចាព្រោះថាបណ្ណតិបាតដែលបុគ្គលខ្សែបិទនឹកហើយណាស់ចម្រើនច្រើនហើយធ្វើឲ្យរឿយហើយរមែងប្រព្រឹត្តទៅដើម្បីនរោរមែងប្រព្រឹត្តទៅដើម្បីកំណត់ទ្រាឆានរមែងប្រព្រឹត្តទៅដើម្បីប្រេតវិស័យផលនៃបណ្ណតិបាតគឺការសម្លាប់សត្វស្រាលជាងគេទាំងអស់រមែងប្រព្រឹត្តទៅដើម្បីមានអាយុខ្លីដល់កើតជាមនុស្សវិញអតនេទានការកាន់យកនៅវត្ថុដែលគេមិនបានឲ្យដោយអាការៈលួចដែលបុគ្គលសេពនឹកហើយចម្រើនហើយធ្វើឲ្យច្រើនហើយរមែងប្រព្រឹត្តទៅដើម្បីនរោប្រព្រឹត្តទៅដើម្បីកំណត់ទ្រាឆានប្រព្រឹត្តទៅដើម្បីប្រេតវិស័យផលនៃអតនេទានដែលស្រាលជាងគេបំផុតរមែងប្រព្រឹត្តទៅដើម្បីវិនិច្ឆ័យភោគៈដល់កើតជាមនុស្សវិញការមេសុមិច្ឆាចារដែលបុគ្គលសេពនឹកហើយចម្រើនហើយធ្វើឲ្យច្រើនហើយប្រព្រឹត្តទៅដើម្បីនរោប្រព្រឹត្តទៅដើម្បីកំណត់ទ្រាឆានប្រព្រឹត្តទៅដើម្បីបតិវិស័យផលនៃការមេសុមិច្ឆាចារដែលស្រាលជាងគេទាំងអស់រមែងប្រព្រឹត្តទៅដើម្បីមានសត្រូវនឹងពៀដល់កើតជាមនុស្សវិញមុសាវាទការពោលពាក្យកុហកដែលបុគ្គលសេពនឹកហើយចម្រើនហើយធ្វើឲ្យច្រើនហើយប្រព្រឹត្តទៅដើម្បីនរោប្រព្រឹត្តទៅដើម្បីកំណត់ទ្រាឆានប្រព្រឹត្តទៅដើម្បីប្រេតវិស័យផលនៃមុសាវាទដែលស្រាលជាងផលទាំងអស់រមែងប្រព្រឹត្តទៅដើម្បីគេពោលបង្កាច់ដោយពាក្យមិនពិតដល់កើតជាមនុស្សបិសុណាវាចា
ការពោលពាក្យញុះញង់សោកសៀតឲ្យអ្នកដទៃទាស់ទែងគ្នាដែលបុគ្គលខ្សែបច្ចនុកហើយចម្រើនហើយធ្វើឲ្យច្រើនហើយប្រព្រឹត្តទៅដើម្បីនរកប្រព្រឹត្តទៅដើម្បីកំណត់តិឆានប្រព្រឹត្តទៅដើម្បីប្រែតវិស័យផលនៃបិសនាវាចាដែលស្រាលជាងផលទាំងអស់រមែងប្រព្រឹត្តទៅដើម្បីបែកបាក់ចាកមិត្តដល់ការជាមនុស្សវិញបរុសវាចាការពោលពាក្យត្រគោះពាក្យបិណ្ឌពិរោះមានពាក្យជេរផ្ដាសាជាដើមដែលបុគ្គលសេពនឹកហើយចម្រើនហើយធ្វើឲ្យច្រើនហើយប្រព្រឹត្តទៅដើម្បីនរកប្រព្រឹត្តទៅដើម្បីកំណត់ត្រិឆានប្រព្រឹត្តទៅដើម្បីប្រែតវិស័យផលនៃបរុសវាចាដែលស្រាលជាងផលទាំងអស់រមែងប្រព្រឹត្តទៅដើម្បីសម្លេងមិនជាទីកប់ចិត្តដល់ការជាមនុស្សវិញសម្ផបលបៈការពោលពាក្យរយរាយឥតប្រយោជន៍ដែលបុគ្គលសេពនឹកហើយចម្រើនហើយធ្វើឲ្យច្រើនហើយប្រព្រឹត្តទៅដើម្បីនរកប្រព្រឹត្តទៅដើម្បីកំណត់តិរិឆានប្រព្រឹត្តទៅដើម្បីប្រែតវិស័យផលនៃសម្ផបលបៈដែលស្រាលជាងផលទាំងអស់រមែងប្រព្រឹត្តទៅដើម្បីពាក្យដែលមិនគួរកាន់យកដល់ការជាមនុស្សវិញនេះគឺវិបាករបស់កាយកម្មនិងវចីកម្មកាយកម្មមាន3សម្រាប់សត្វលួចទ្រព្យគេប្រកបក្នុងកាមវចីកម្មមាន4ពោលពាក្យកុហកញុះញង់ពោលពាក្យត្រគោះមិនពិរោះហើយរយរាយឥតប្រយោជន៍វិបាកមួយទៀតវិបាករបស់អ្នកផឹកទឹកស្រវឹងគឺសុរានិងមេរ័យព្រះដ៏មានពភាព្រះអង្គត្រាស់ថាការផឹកនៅសុរានិងមេរ័យដែលបុគ្គលសេពនឹកហើយចម្រើនហើយធ្វើឲ្យច្រើនហើយប្រព្រឹត្តទៅដើម្បីនរកប្រព្រឹត្តទៅដើម្បីកំណត់តិរិឆានប្រព្រឹត្តទៅដើម្បីប្រែតវិស័យផលនៃការផឹកទឹកសូរ៉ានិងមេរ័យដែលស្រាលជាងផលទាំងអស់រមែងប្រព្រឹត្តទៅដើម្បីភាពជាមនុស្សឆ្កួតដល់ការជាមនុស្សវិញនេះគឺវិបាករបស់ការផឹកទឹកស្រវឹងគឺសូរ៉ានិងមេរ័យលើកនៅរឿងសិក្ខាបទឲ្យញាតិញោមបានស្ដាប់ដើម្បីឲ្យយើងបានវាចានៅហេតុទាំងអស់នេះចេញព្រោះហេតុទាំងអស់នេះបាត់ធ្ងន់គឺរមែងប្រព្រឹត្តទៅដើម្បីនរកកំណត់ដេឆានប្រែវិស័យតែបើស្រាលបើបានការជាមនុស្សវិញបាណាតិបាប្រព្រឹត្តទៅដើម្បីអាយុខ្លីអត្តនេទានប្រព្រឹត្តទៅដើម្បីវិញ្ញាណភោគៈប្រព្រឹត្តខុសក្នុងកាមប្រព្រឹត្តទៅដើម្បីសត្រូវនឹងពាច្រើនពោលពាក្យកុហកប្រព្រឹត្តទៅដើម្បីត្រូវគេមួយបង្កាច់ដោយពាក្យមិនពិតណាឡើងតុលាការក៏នឹងអាចចាញ់ក្តីគេទោះជាខ្លួនឯងត្រឹមត្រូវក៏ដោយនឹងត្រូវគេមួយបង្កាច់ដោយពាក្យមិនពិតហើយចាញ់ក្តីគេទៅមានអត់បែបហ្នឹងមានណោះបាទដោយសារតែវិបាករបស់មុសាវាទការពោលពាក្យកុហកនោះឯងវិបាករបស់បិសនាវាចាសម្ដីញុះញង់ប្រព្រឹត្តទៅដើម្បីបែកបាក់ជាមិត្តការកាត់ជាមនុស្សវិញមួយទៀតសម្ដីត្រគោះសម្ដីមិនពិរោះបរុសវាចាប្រព្រឹត្តទៅដើម្បីសម្លេងមិនជាទីកប់ចិត្តសម្ផបលបៈវិបាកដែលស្រាលដល់ការជាមនុស្សវិញណាប្រព្រឹត្តទៅដើម្បីពាក្យដែលមិនគួរកាន់យកដល់ការជាមនុស្សរួមមានកាយកម្ម3វចីកម្ម4ហើយនឹងហេតុជាទីតាំងនៃសេចក្តីប្រមាទគឺការផឹកទឹកស្រវឹងណោះយើងក៏គង់អត់ប្រាថ្នាពិបាកអស់នេះទេណោះអត់ប្រាថ្នាឲ្យយើងជៀសវាងណាជៀសវាងការសម្លាប់សត្វជៀសវាងការកាន់យកវត្ថុដែលគេបានឲ្យជៀសវាងនៅការប្រកបក្នុងកាមទាំងឡាយជៀសវាងការពោលពាក្យកុហកជៀសវាងនៅពាក្យញុះញង់ជៀសវាងនៅពាក្យមិនពិរោះជៀសវាងការពោលនៅពាក្យឥតប្រយោជន៍មួយទៀតជៀសវាងការផឹកទឹកស្រវឹងគឺសូរ៉ានិងមេរ័យបើអត់ចង់ទទួលវិបាកទាំងអស់នេះក៏ឲ្យវាចាហេតុទាំងអស់នេះចេញណាហេតុគឺកម្មដែលយើងធ្វើក្នុងបច្ចុប្បន្នផលក៏គឺវិបាកទៅក្នុងនរោកំណត់ដេឆានប្រែវិស័យផងហើយនឹងបើកើតជាមនុស្សវិញនឹងមានវិបាកកម្មដែលសេសសល់តាមមក
សំបីតាវិបាកកម្មដែលសេសសល់ហ្នឹងក៏មិនជាទីកប់ចិត្តរបស់យើងមកដែរហើយនឹងត្រឹមបន្តិចបន្តួចណាក៏អត់មានណាចង់បានអាយុខ្លីអ្នកណាក៏អត់ចង់វិនិច្ឆ័យភោគៈមែនទេទ្រព្យដែលរកបានមកហើយក៏មិនចង់វិនិច្ឆ័យហើយក៏យើងរាល់គ្នាក៏គង់មិនចង់មានសត្រូវមានពៀច្រើនណាហើយពួកយើងក៏គង់មិនចង់ឲ្យអ្នកដទៃមួយបង្កាច់យើងដល់ពីមិនពិតណាចង់បានតែភាពយុត្តិធម៌ភាពបរិសុទ្ធហើយក៏គង់អត់ចង់បែកបាក់ចាកមិត្តក៏គង់ជាអ្នកដែលណាមិនប្រាថ្នាពណ៌ត្រូវនៅភាសាដែលមិនជាទីខប់ចិត្តសំឡេងដែលមិនជាទីខប់ចិត្តណាពួកយើងចង់ស្ដាប់ទេអត់ទេណាអត់មានណាចង់ស្ដាប់ទេហើយក៏គង់ជាអ្នកដែលនិយាយអ្វីទៅក៏ប្រាថ្នាឲ្យអ្នកដទៃនឹងកាន់យកតាមស្ដាប់តាមជឿតាមណាអត់ប្រាថ្នាវិបាកទាំង8យ៉ាងនេះក៏ឲ្យវាចាក់ហេតុទាំង8យ៉ាងខាងលើណោះអ្នកខ្ញុំណាជាអ្នកមានសិលណាខ្ញុំណាបើទ្រុសិលមានទោសអ្វីខ្លះហើយបើជាអ្នកមានសិលបរិបូរណ៍ដោយសិលមានផលដោយម្ដេចវិញព្រះដ៏មានពភាព្រះអង្គត្រាស់ជាមួយនឹងខាបតីទាំងឡាយថាបុគ្គលទ្រុសិលឬវិបត្តិចាកសិលក្នុងលោកនេះតែងបាននៅសេចក្តីវិនាសនៃភោគៈសម្បត្តិដ៏ច្រើនហេតុមកពីសេចក្តីប្រមាទនេះជាទោសទី1នៃបុគ្គលទ្រុសិលឬវិបត្តិចាកសិលពាក្យដតីនៅមានទៀតបុគ្គលទ្រុសិលឬវិបត្តិចាកសិលហើយតែមានកិត្តិស័ព្ទដ៏អាក្រក់ល្បីខ្ចោះខ្ចាយទៅនេះជាទោសទី2នៃបុគ្គលទ្រុសិលឬវិបត្តិចាកសិលបុគ្គលទ្រុសិលឬវិបត្តិចាកសិលហើយបើចូលទៅកាន់បរិស័ទណាទោះបីជាខត្តយៈបរិស័ទក្តីព្រាហ្មណបរិស័ទក្តីជាកហបតីបរិស័ទក្តីឬជាសមណបរិស័ទក្តីក៏គ្មានក្តីឃ្លាវខ្លាមានតែការអោនមុខចុះហើយដើរចូលទៅណាអៀនអត់ក្លាហានអត់អង្អាចនេះជាទោសទី3នៃបុគ្គលទ្រុសិលឬវិបត្តិចាកសិលនៅមានទៀតបុគ្គលទ្រុសិលឬវិបត្តិចាកសិលហើយវេលាទៀបស្លាប់តែងជាអ្នកបង្វេងស្មារតីនេះជាទោសទី4នៃបុគ្គលទ្រុសិលឬវិបត្តិចាកសិលនៅមានទៀតបុគ្គលទ្រុសិលឬវិបត្តិចាកសិលហើយលុះរំលៀងខណ្ឌបន្ទាប់អំពីមរណៈក៏គឺស្លាប់ទៅរមែងទៅកាន់អបាយតិរច្ឆានទុគតិប្រេតវិនិបាតអសុរកាយនិងនិរយៈគឺនរកនេះជាទោសទី5នៃបុគ្គលទ្រុសិលឬវិបត្តិចាកសិលទោស5ប្រការនេះឯងជាទោសនៃបុគ្គលទ្រុសិលឬវិបត្តិចាកសិលចាំបានណោះវិនិច្ឆ័យភោគៈគេឈ្មោះល្បីខ្ចោះខ្ចាយទៅយ៉ាងស្អុយណាគេឈ្មោះដល់អាក្រក់ណាមានគេយកទៅពោលដែរតែគេពោលអំពីសេចក្តីអាក្រក់ឮឲ្យសប្បាយចិត្តអត់ទេណាទី3ក៏គឺបើចូលទៅកាន់បរិស័ទណាហើយជាអ្នកអឹមអៀនអត់អង្អាចអត់ក្លាហានណាអន់មុខដែរចូលទៅយ៉ាងអឹមអៀនទោសទី4ក៏គឺរៀបស្លាប់ក៏នឹងមកវិញស្មារតីធម្មតាអ្នកបង្វេងស្មារតីស្លាប់ទៅក៏កតិអត់ល្អផងកតិមានតែ2ណាដែលព្រះអង្គសម្ដែងគឺដេរឆានហើយនឹងនរកក្រោយពីស្លាប់ទៅជីវិតក្រោយពីស្លាប់ទៅនេះនរកហើយនឹងដេរឆាននេះជំរើសដែលត្រូវទៅកើតមាន2នឹងឯងអ្នកដែលបង្វេងស្មារតីមុននឹងស្លាប់នេះទោសទី4ណាជាអ្នកបង្វេងស្មារតីមុននឹងធ្វើមរណកាលរៀបស្លាប់ហើយទោសទី5ការបើធ្វើមរណកាលទៅហើយអបាយទុតិវិនិបាតនរកណាមានដល់បុគ្គលនោះក៏គឺទៅកើតជាសត្វនរកខ្លះទៅកើតជាដេរឆានខ្លះទៅកើតជាប្រេតខ្លះទៅមានអ្នកណាគេប្រាថ្នាចង់ទៅកើតនៅក្នុងទីនោះអត់ញោមអត់ទេណារួមទាំងបន្តិចក៏អត់ចង់ណាក៏អត់ចង់នេះគ្នាព្រោះមិនមែនជាទីដែលមានសុខឲ្យយើងសេពណាបើទៅនរកមានទុកតែម្យ៉ាងអត់មានសុខបើកើតជាសត្វដេរឆានខ្ញុំឃើញស្រាច់ហើយអត់មានការបំពេញបុណ្យអត់មានការបំពេញកុសលណាមានតែការខំគ្នាស៊ីការសម្លាប់គ្នារាល់ថ្ងៃមើលឃើញសត្វធំខំសត្វតូចជីងចក់ដែលខំមូសពីងពីងក៏ខំមូសស៊ីជាអាហារសម្លាប់គ្នាទៅវិញមករាល់ថ្ងៃគេរាល់ថ្ងៃមែនឬមិនមែនវាអត់មានអាជីពអីទៅរកដូចយើង
មានតែខាមគ្នាស៊ីសម្រាប់អនតិបាតเนาะកម្មនេះប្រព្រឹត្តហើយតែណានរោអំណាចដេឆានប្រែវិស័យបើស្រាលមកកើតជាមនុស្សអាយុខ្លីទៀតណាយំណានេះគឺទោសទី5របស់បុគ្គលទ្រុសិលឬវិបត្តិចាសិលបាទតមកស្ដាប់ពីអានិសង្សវិញម្ដងចាស់បើមានសិលហើយជាអ្នកបរិបូរដោយសិលទទួលផលដោយម្ដេចណារមែងទទួលបានអានិសង្ស5ប្រការតាមដែលព្រះសាស្តាព្រះអង្គសម្ដែងទុករួមមានបុគ្គលមានសិលឬបរិបូរដោយសិលក្នុងលោកនេះតែងបាននូវកំណោភោគសម្បត្តិដ៏ច្រើនហេតុមកពីសេចក្តីមិនប្រមាទនេះជាអានិសង្សទី1នៃបុគ្គលមានសិលឬបរិបូរដោយសិលដែលមានតទៅទៀតបុគ្គលមានសិលឬបរិបូរដោយសិលហើយតែងមានកិត្តិស័ព្ទដ៏ពិរោះល្បីខ្ចោះឆាយតែនេះជាអានិសង្សទី2នៃបុគ្គលមានសិលឬបរិបូរដោយសិលបុគ្គលមានសិលឬបរិបូរដោយសិលហើយបើចូលទៅកាន់បរិស័ទណាទោះបីជាខត្តយៈបរិស័ទក្តីព្រាហ្មណ៍បរិស័ទក្តីគហបតីបរិស័ទក្តីជាសមណៈបរិស័ទក្តីក៏ជាអ្នកឃ្លាវខ្លាមិនអោនមុខចុះគឺថាមិនអឹមអៀនហើយដើរចូលទៅយ៉ាងអង្អាចក្លាហាននេះជាអានិសង្សទី3នៃបុគ្គលមានសិលឬបរិបូរដោយសិលពាក្យដតីដែលមានតទៅទៀតបុគ្គលមានសិលឬបរិបូរដោយសិលហើយលុះវេលាទៀបស្លាប់ក៏មិនជាអ្នកបង្វេងស្មារតីឡើយនេះជាអានិសង្សទី4ដែលមានតទៅទៀតបុគ្គលមានសិលឬបរិបូរដោយសិលហើយលុះរំលាងខណ្ឌក៏គឺបែកធ្លាយរាងកាយនេះទៅបងមរណកាលទៅរមែងទៅកាន់មនុស្សលោកឬទេវលោកនេះជាអានិសង្សទី5នៃបុគ្គលមានសិលឬបរិបូរដោយសិលអានិសង្សទាំង5ប្រការនេះឯងជាអានិសង្សនៃបុគ្គលមានសិលឬបរិបូរដោយសិលគួររក្សាណាយំណាក្លិនឈើញោមក្លិនឈើមាន3យ៉ាងក្លិនដែលកើតអំពីមើមក្លិនដែលកើតអំពីក្លឹមក្លិនដែលកើតអំពីផ្កាក្លិនទាំង3នេះខ្ញុំយល់ឃើញថាអាចផ្សាយទៅបច្ចៈខ្យល់បានអត់អាចផ្សាយទៅក្រអូបត្រឹមតែបណ្ដោយខ្យល់មែនទេអត់អាចបច្ចៈខ្យល់បានទេមែនទេបាទព្រះអានន្ទធ្លាប់លើករឿងនឹងមកសួរមានពាក្យណាដំបូងគឺប្រាប់ពោលឡើងសិនថាក្លិន3យ៉ាងក្លិនក៏គឺកើតអំពីមើមក្លិនកើតអំពីក្លឹមក្លិនកើតអំពីផ្កាជាក្លិនដែលអាចក្រអូបឬក៏ផ្សាយទៅបណ្ដោយខ្យល់បានតែมันអាចផ្សាយទៅបច្ចៈខ្យល់បានទេហើយសួរព្រះមានពាក្យថាតើមានក្លិនដតីទៀតដែលឡាយពីនេះដែលអាចផ្សាយទៅទាំងបណ្ដោយខ្យល់ផងបច្ចៈខ្យល់ផងមានដែរឬទេណាព្រះដ៏មានព្រះភិក្ខព្រះអង្គក៏តបទៅព្រះអានន្ទវិញថាក្លិនគន្ធជាតិដែលផ្សាយទៅបណ្ដោយខ្យល់ក៏បានបញ្ច្រាស់ខ្យល់នឹងក៏បានទៅបណ្ដោយខ្យល់និងច្រាស់ខ្យល់ក៏បានមានដែរចុះគន្ធជាតិដែលផ្សាយទៅបណ្ដោយខ្យល់ក៏បានច្រាស់ខ្យល់ក៏បានទាំងបណ្ដោយខ្យល់និងច្រាស់ខ្យល់ក៏បាននោះតែដូចម្ដេចព្រះដ៏មានព្រះភិក្ខព្រះអង្គត្រាស់តបថាស្ត្រីឬបុរសក្នុងស្រុកឬនិគមណាបានដល់នៅព្រះពុទ្ធជាទីពឹងបានដល់នៅព្រះធម៌ជាទីពឹងបានដល់នៅព្រះសង្ឃជាទីពឹងហើយជាអ្នកវាចាកនៅការសម្លាប់សត្វជាអ្នកវាចាកការកាន់យកនៅវត្ថុដែលគេមិនបានឲ្យជាអ្នកវាចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយជាអ្នកវាចាកការនិយាយពាក្យកុហកជាអ្នកវាចាកហេតុជាទីតាំងនៃសេចក្តីប្រមាទគឺការផឹកទឹកស្រវឹងសូរ៉ានិងមេរ័យជាអ្នកមានសិលមានធម៌ល្អមានចិត្តប្រាសចាកសេចក្តីកំណាញ់ជាមន្ទិលនៅគ្រប់រងផ្ទះជាអ្នកមានទានបរិច្ចាគហើយមានដៃលាងស្អាតហើយជាអ្នកត្រេកអរក្នុងការលះជាអ្នកគួរគេសូមបានត្រេកអរក្នុងការឲ្យនិងការចែករលែកសមណៈព្រាហ្មណ៍ក្នុងទិសទាំងឡាយរមែងសរសើរបុគ្គលនោះថាស្ត្រីក្តីបុរសក្តីក្នុងស្រុកឬនិគមឈ្មោះឯណោះបានដល់នៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងហើយបានវាចាកនៅការសម្លាប់សត្វវាចាកការកាន់យកនៅវត្ថុដែលគេមិនបានឲ្យវាចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយវាចាកការពោលពាក្យកុហកវាចាកអាហារជាទីតាំងនៃសេចក្តីប្រមាទគឺផឹកទឹកស្រវឹងសូរ៉ានិងមេរ័យ
ជាអ្នកមានសិលមានធម៌ល្អមានចិត្តប្រាជ្ញាសេចក្តីកំណាញ់ជាមន្ទិលនៅគ្រប់រងផ្ទះមានទានបរិយាហើយមានដៃលាងស្អាតហើយជាអ្នកត្រេកអរក្នុងការលះគួរគេសូមបានត្រេកអរក្នុងការចែករលែកទានទាំងឡាយសូម្បីតែពួកទេវតាក៏តែងសរសើរបុគ្គលនោះដែរថាស្ត្រីឬបុរសនៅក្នុងស្រុកនិគមឯណោះជាអ្នកដល់នៅព្រះពុទ្ធធម៌ព្រះសង្ឃជាទីពឹងអ្នកបានសមាធិនៅសិក្ខាបទទាំង5យ៉ាងជាអ្នកមានសិលល្អមានធម៌ល្អណាមានចិត្តប្រាជ្ញាសេចក្តីកំណាញ់ជាមន្ទិលនៅគ្រប់គ្រងផ្ទះមានទានបរិច្ចាគហើយមានដៃលាងស្អាតហើយជាអ្នកត្រេកអរក្នុងការលះគួរគេសូមបានត្រេកអរក្នុងការចែករលែកនៅទានទាំងឡាយសូម្បីតែពួកទេវតាក៏សរសើរណាយ៉ាងនេះនេះជាក្លិនដែលអាចផ្សាយទៅទាំងបណ្ដោយខ្យល់ផងទាំងច្រាស់ខ្យល់បានផងគឺការដែលស្ត្រីក្តីឬបុរសក្តីណានៅក្នុងស្រុកណានិគមណាក៏ដោយមិនថានៅក្នុងថ្មគោលនេះឬនៅខេត្តបាត់ដំបងនោះក៏ដែរណាបើបានដល់នៅព្រះពុទ្ធជាទីពឹងបានដល់ព្រះធម៌ជាទីពឹងបានដល់នៅព្រះសង្ឃជាទីពឹងហើយជាអ្នកវាចានៅការសម្លាប់សត្វវាចាការកាន់យកនៅវត្ថុដែលគេបានឲ្យវាចាការប្រខុសក្នុងកាមទាំងឡាយវាចាការពោលពាក្យកុហកវាចាហេតុជាទីតាំងនៃស្ដីប្រមាថគឺផឹកនៅទឹកស្រវឹងសូរានាមេរ័យរាប់ថាជាអ្នកមានសិលល្អមានធម៌ល្អហើយថែមជាអ្នកដែលមានសេចក្តីកំណាញ់គឺមន្ទិលប្រះចេញហើយជាអ្នកគ្រប់គ្រងផ្ទះមានដៃលាងស្អាតហើយត្រេកអរក្នុងការឲ្យការចែកម្លែកជាអ្នកគួរដល់ស្មោមណាពេញចិត្តត្រេកអរនៅក្នុងការចែកម្លែកទានទាំងឡាយណាញោមណាអ្នកដែលប្រកបដោយធម៌ទាំងឡាយនេះក៏មានព្រះអង្គប្រាប់ថាកិត្តិស័ព្ទរបស់បុគ្គលនេះរមែងដើម្បីឆោឆាយតែណាជាក្លិនមួយដ៏ក្រអូបណាផ្សាយទៅទាំងបណ្ដោយខ្យល់ក៏បានច្រាស់ខ្យល់ក៏បានព្រោះមនុស្សទាំងឡាយក៏តែនាំយកទៅពោលសរសើរសម្បីតែពួកទេវតាក៏តែយកទៅពោលតាមដែលព្រះសាស្តាព្រះអង្គដែរមិញទេវតាក៏តែនិយាយគ្នាប្រាប់គ្នាដោយនៅក្នុងថ្ងៃទី8ថ្ងៃទី14ថ្ងៃទី15នៃបៈមានព្រះអង្គប្រាប់ថាតែមានពួកទេវតាចុះមកថាមនុស្សលោកយ៉ាងនេះមកសង្កេតមើលមនុស្សយើងណាពិតល្អរក្សាសិលរក្សាបោសុខណាស់ដែរអត់បើឃើញថាឧបាសកឧបាសិកាណាមានការប្រព្រឹត្តកុសលណារក្សាសិក្ខាបទទាំងឡាយរក្សានៅបោសុខក៏តែយកទៅនិយាយប្រាប់គ្នាឯងវិញជានៅឋានទេវតានឹងវិញថាពួកមនុស្សលោកនេះបានប្រព្រឹត្តល្អប្រព្រឹត្តកុសលណាហើយពួកទេវតាប្រអិនទាំងឡាយនេះក៏អនុមោទនាត្រេកអរទៅដោយការបានស្ដាប់អំពីពួកទេវតាទៅស៊ើបអង្កេតមកណាយំណានេះក៏សំបីតែទេវតាក៏មានការយកទៅពោលតនៅគុណធម៌របស់ឧបាសកឧបាសិកាណា